សូមជម្រាបសួរបងប្អូនប្រជាកសិករទាំងអស់គ្នាដែលតែងតែចូលមកទស្សនារាល់វីដេអូរបស់ខ្ញុំនៅក្នុង Channel YouTube នេះហើយវីដេអូខ្ញុំពីច្រើនខ្ញុំបានបង្ហាញទាក់ទងជាមួយនឹងចំណេះដឹងខ្លីៗទៅកាន់បងប្អូនដើម្បីយកទៅអនុវត្តនៅក្នុងចម្ការហើយថ្ងៃនេះខ្ញុំចង់លើកយកប្រធានបទមួយទាក់ទងជាមួយនឹងការដាំដុះដំណាំបង្វិលឬក៏ជាភាសាអង់គ្លេសហៅថា crop rotation អញ្ចឹងការដាំដុះដំណាំបង្វិលវាមានអត្ថប្រយោជន៍ច្រើនសម្រាប់បងប្អូនហើយអ្វីដែលពិសេសនោះគឺពេលដែលយើងដាំដុះបែបដំណាំបង្វិលធ្វើឲ្យយើងចំណេញថវិកាដោយសារអីសប្តាហ៍ថ្ងៃនេះយើងដាំដុះភាគច្រើនយើងប្រើប្រព័ន្ធដំណក់ទឹកយើងប្រើទៅយកដំណក់យើងប្រើកៅស៊ូគ្រាប់រងអញ្ចឹងយើងលើករងម្ដងយ៉ាងហោចណាស់ក៏ត្រូវការដាំបាន2ទៅ3ដងដែរអ្នកខ្លះឈានរហូតដល់4ដងដោយសារដីគាត់វាល្អដីគាត់មិនហាប់ណែនហើយបងប្អូនមួយចំនួនដីគាត់ពេលដែលយើងចាប់ផ្ដើមដាំទៅវាដាំម្ដងពីរដងទៅវាហាប់ណែនអញ្ចឹងវាតាមប្រភេទដីដែរប៉ុន្តែអ្វីដែលជារឿងសំខាន់សម្រាប់បងប្អូនឧទាហរណ៍បើបងប្អូនធ្លាប់តែដាំសសក់មួយឆ្នាំហើយបងប្អូនត្រូវតែការដូរទៅដំណាំផ្សេងប៉ុន្តែដូរហ្នឹងបងប្អូនមិនមែនថាដូរពីសសក់ទៅម្រះដូរពីម្រះទៅតឡាទេព្រោះប្រភេទ3មុខដែលខ្ញុំលើកឡើងខាងលើនេះជំងឺសត្វល្អិតវាដូចគ្នាអញ្ចឹងបើសិនជាយើងដូរទៅពពួកស្ដាយព្រោះចេញពីសសក់ទៅស្ដាយជាប្រភេទដំណាំដែលមានឫសដែលកម្លាំងឫសវាចាក់បានជ្រៅព្រោះសសក់ជាប្រភេទឫសដែរប៉ុន្តែឫសកែបវាមានតែ1ឬ2ទេហើយអាឫសស្មែងវាហ្នឹងវាភាគច្រើនវាចាក់តែខាងផ្នែកខាងលើនៃរងទេអញ្ចឹងការជ្រោបសារធាតុចិញ្ចឹមអីពេលយើងលើករងភ្លាមអីវាជ្រោបបានល្អប៉ុន្តែវគ្គ2វគ្គ3ទៅវាលែងសូវល្អហើយដោយសារដីហាប់ឬវាខ្សោយអញ្ចឹងបងប្អូនដូរទៅស្ដែកឬល្អឬខ្លាំងហើយប្រភេទស្ដែកនេះវាជួយបង្កើននៅពពួកអាសូតដោយសារស្ដែកវាមានកពកដុំកពកឫសអញ្ចឹងធ្វើឲ្យវាការចាប់យកសារធាតុចិញ្ចឹមយកទៅរក្សាទុកនៅក្នុងកពកឫសរបស់វាហើយបើសិនជាបងប្អូនមិនចង់ដាំស្ដែកគួរទេបងប្អូនទៅដាំពពួកននោងក៏ជាប្រភេទគេថាអំបូរទៅសក់ដែរប៉ុន្តែឫសវាខ្លាំងឫសវាចាក់បានជ្រៅហើយវាធន់អញ្ចឹងពេលដែលយើងដាំទៅវាល្អប្រសើរបាទហើយការដាំនេះអ្វីដែលសំខាន់គឺតាក់ទងមួយការស្រូបយកសារធាតុចិញ្ចឹមព្រោះដំណាំមួយប្រភេទការស្រូបយកសារធាតុចិញ្ចឹមវាផ្សេងគ្នាអញ្ចឹងវាទៅសក់វាស្រូបយកពពួកកាលីច្រើនឬក៏កាល់ស្យូមច្រើនអញ្ចឹងវាសល់ពពួកអីផ្សេងទៀតបាទហើយយើងដាំប្រភេទដំណាំមួយទៀតសារធាតុចិញ្ចឹមដែលវាត្រូវការគឺវាផ្សេងដែរបាទហើយមួយទៀតតើតើមួយជំងឺក៏ដូចគ្នាដែរជំងឺឧទាហរណ៍ថាបងប្អូនដាំពពួកទៅសក់វាសម្បូរទៅដោយជំងឺអង់ត្រាំងណូសជំងឺដាំពីងអប់ជំងឺដននីអុចស្លឹកហ្នឹងឬក៏ powdery mildew អញ្ចឹងពេលដែលយើងទៅដាំសណ្ដែកជំងឺអស់ហ្នឹងវាអាចទៅកើតលើសណ្ដែកបានទេជាទូទៅมันអាចព្រោះសណ្ដែកវាមានជំងឺវាផ្សេងហើយវាធន់អញ្ចឹងបើយើងដាំមួយវគ្គ2វគ្គទៅធ្វើឲ្យអាប្រភេទជំងឺអស់ហ្នឹងវាងាប់ស្ពណ៌ងាប់អីអស់ទៅយើងដាំបន្លែថ្មីមកធ្វើឲ្យបន្លែយើងវាល្អអញ្ចឹងយើងកាត់បន្ថយបានអីកាត់បន្ថយបានការប្រើប្រាស់ថ្នាំពពួកណាំផ្សិតអញ្ចឹងយើងចំណេញមកតង់ទៀតមួយទៀតតើតើមួយសត្វល្អិតនេះដូចគ្នាដែរសត្វល្អិតបើទៅសក់វាច្រើនអាពីតក៏វាចុះពពួកអណ្ដើកមាសកវែងក៏វាចុះតកៅក៏សម្បូរអានេះចំពោះតាមសសក់ណាហើយដល់ទៅពេលយើងដាំពពួកស្ដែកអាសត្វអត់ហ្នឹងវាអត់ទៅស៊ីទេចឹងថាវាកាត់បន្ថយសត្វល្អិតភាគច្រើនវាទៅស៊ីអត់កើតទេស្ដែកវាអាចមានតកៅប៉ុន្តែតកៅចោះផ្លែទេវាប្លែកពីគ្នាដែរដោយសារស្ដែកអត់មានតកៅស៊ីបដូរដូចសសក់ទេបាទ
ហើយសដាយភាគច្រើនវាសបោតែពួកអាពីតហើយអាពីតនេះវាមិនជាលំបាកក្នុងការកម្ចាត់ទេវាងាយស្រួលបាទបើយើងដឹងថ្នាំយើងដាក់តាមមកខ្វាច់ទៅវាជ្រុះអស់ហើយយើងអាសាចុះក្នុងចំការ control វាជាប់លាប់មានន័យថាយើងពិនិត្យចការរាល់ថ្ងៃទៅឃើញមានចាប់ផ្ដើមមានកើតមានឡើងយើងចាប់ផ្ដើមបាញ់ថ្នាំកម្ចាត់មួយដុំពីរដុំហ្នឹងទៅវាងាយស្រួលសម្រាប់យើងអញ្ចឹងយើងចំណេញមួយទៀតអញ្ចឹងតាំងពីថ្នាំពុលតាំងពីសារធាតុចិញ្ចឹមជីអីផ្សេងហើយការលើករងកម្លាំងពលកម្មអីបើយើងគិតជារួមគឺយើងចំណេញច្រើនការដាំដំណាំឆ្លាស់នេះហើយបើតាក់ទងមួយតម្លៃក៏អញ្ចឹងដែរឧទាហរណ៍យើងមានចការធំចការយើងធំយើងអាចដាំពី3មុខឆ្លាស់គ្នាបវលទៅបវលមកទៅវាចំណេញតាំងកម្លាំងពលកម្មចំណេញទាំងថ្នាំចំណេញទាំងជីចំណេញទាំងទីផ្សារទៀតព្រោះដំណាំខ្លះវាប្រែប្រួលទៅតាមរដូវកាលដែរតម្លៃរបស់វាណាតែខែណាសបោទៅវាធ្លាក់ថ្លៃខែណាមិនសូវមានទៅវាថ្លៃអញ្ចឹងវាជាធម្មតាអូខេខ្ញុំមានប៉ុណ្ណឹងទេសម្រាប់បងប្អូនហើយអាចថាពេលខ្ញុំបញ្យល់បងប្អូនទៅរៀងមិនសូវច្បាស់ឬក៏រៀងល្អលអួលអីសូមអធិស្ឋានផងព្រោះយើងវាគ្មានជាការរៀបទុកអីទេយើងនិយាយឆាវបាទអរគុណច្រើន